តាក់ទងនឹងកំផុសហ្នឹងដែលខ្ញុំចូលទម្រង់ app bank នៅក្នុងស្រុកខ្មែរយើងប៉ុន្តែខ្ញុំមិនធ្វើវាស្អាតដូច app bank ទេខ្ញុំគាត់សរសេរធ្វើឲ្យវា run ចេញជាកំផុសបានណាចឹងឥឡូវអ្នកទាំងបង្កើតថ្មីខ្ញុំមុនមកហើយតែគាត់ថានេះខ្ញុំខ្ជិលបង្កើតថ្មីចឹងខ្ញុំទៅលុប file ខ្ញុំធ្លាប់ run ពីមុនចោលទៅហើយខ្ញុំលុបចោលទៅអូខេខ្ញុំលុបចោលខ្ញុំ save វាចឹងទៅខ្ញុំលុបចោលទៅណាហើយយើងបើកហ្នឹងឲ្យ run តែមកយើងចូល Gemini មកហើយយើងអាច sim នេះទៅចឹង app នេះខ្ញុំយកមកទម្រង់ខ្លីទេនេះជា app APA តែយើងសុំទោសដែរបើមិនយើងធ្វើទៅវាជា license មកគេប៉ុន្តែវាគាត់ជា UI ទេយើងអីទេយើងអាចរៀនសរសេរធ្វើឲ្យចេញទម្រង់ដូចគេទៅហើយអញ្ចឹងខ្ញុំផាសចូលកន្លែងនេះមកអញ្ចឹងយើងចុចឲ្យទៅឲ្យវា build អូខេអញ្ចឹងនេះ Gemini វានឹង render យើងហើយវានឹង render synchronize ជាមួយនឹង file ហ្នឹងហើយយើងទៅវិញទៅមកអញ្ចឹងអូខេយើងចាំមើលទាំងអស់គ្នាទៅថាវាចេញមកស្តៀងអត់ព្រមនឹងសរសេរធម្មតា AVA វាមានយើងឃើញចូលក្នុង main board វាមានកន្លែងតាក់ទងនឹង profile មានកន្លែងគណនី account របស់យើងវាមាន card view មាន list view មាន grid view អញ្ចឹងយើងរៀនសរសេរ prompt ធ្វើម៉េចឲ្យ C ជាមួយនឹង app ដែលយើងមើលឃើញយើងចង់បានទៅយើងគ្រាន់តែផាសចូលទៅវានឹង coding វានឹង generate ឲ្យយើងហើយយើងចង់យកទៅ design ខ្លួនឯងយើងអាចសិក្សាខ្លួនឯងថាចំណេះដឹងយើងរៀនពីយល់ដឹងពីកំផុសបែបម៉េចជាមួយនឹង code line structure យ៉ាងម៉េចយើងអាច copy ផាតយកទៅធ្វើវាទៅគឺវាជាការស្រេចឯងអូខេ style generate របស់ AI ហ្នឹងគឺដូចតែមុនអញ្ចឹងដល់ពេលវា generate file នេះចប់ហើយម្ដងខាងក្រោមនេះវានឹងចេញ prompt summary យើងមួយជា key main key របស់វាគេហើយវានឹងចេញនេះទៅក្រោយអញ្ចឹងវាឡើង run ទៀតហើយចឹងចូល main activity មកវានឹងឃើញមាន screen coding វាទាញឲ្យយើងអូខេហើយវាមាន skin home នេះមួយនេះអញ្ចឹងមក skin ហ្នឹងអញ្ចឹងបើយើង run ទៅឃើញវាមិនយើងអាច copy មកទាំងអស់ហ្នឹងយកទៅ custom មកណាវាផ្ដាច់ function ឲ្យយើងស្រាប់តែម្ដងអូខេអញ្ចឹងនេះវាខ្លីហើយតែមួយ screen ទេអ្នកនឹងអាចយក prompt ទៅ generate បានអញ្ចឹងអូខេអញ្ចឹងខ្ញុំ run មកអូខេខ្ញុំចូលលើនេះយើងមើលមកអូខេអញ្ចឹងខ្ញុំ run មួយពុបមកអូខេអញ្ចឹងវា loading នេះឃើញវាចេញមកហើយអូខេចេញមាន profile មាន card view ដូច AVA អញ្ចឹងទៀង grid view វាដោយសារយើងសរសេរ prompt របស់យើងទេលើយើងសរសេរ prompt នេះបើយើងសរសេរ prompt វាត្រូវស្អាតវាចេញឲ្យស្អាតអញ្ចឹង prompt របស់ខ្ញុំសរសេរនេះគឺវាចេញមករូបរាងប៉ុណ្ណឹងគឺចេញមករូបរាងបែបអញ្ចឹងដើម្បីយើងមើល grid ឃើញ icon នេះវាមិនត្រូវទេតែវាយើង copy អាហ្នឹងទៅយើងដាក់ icon យើងចូលតាម drawable យើងធម្មតានេះមកយើងហៅចាប់ផ្ដើមហៅវាចូលមួយទៅវានឹងស្អាតដែរអូខេអញ្ចឹងបើសិនជាយើងគិតថាទម្រង់ grid ប៉ុណ្ណឹងយើងធ្វើរហូតដល់មួយថ្ងៃយើងអាចធ្វើត្រឹម1ម៉ោងហើយដោយសារយើង generate វាត្រឹម10នាទីឬក៏5នាទីតែយើងកាត់មកកណាត់ចេះដើម្បីរៀប function របស់យើងទៅតាមទម្រង់ project របស់យើងណាតែដូចខ្ញុំបញ្ជាក់អញ្ចឹងបើសិនជាអ្នកទាំងចង់បាន design អញ្ចឹងអ្នកវាបង្កើត file បញ្ជីដាច់មួយសម្រាប់ run វាទៅកុំ run ក្នុង main បញ្ជីដែលគេរៀប MVVM ហើយកាលណាយើង run ទៅអានោះវាជួយយល់ចូលនឹងវាយើងអត់ដឹងថាវារត់មិនទេព្រោះ AI វារត់ទៅតាមចិត្តវាអញ្ចឹងវាអត់តាមចិត្តយើងដែលយើងចង់រៀបនេះទេ